ពិតជាចង់ឲ្យខ្ញុំចាញ់តែមែនមិនស្ដាយក្រោយទេមិនស្ដាយទេអូខេបាយបាយអូនដឹងថាបងហត់នឿយនឹងតាមអូនមកថាបាយអាចទៅក៏ទៅមែននេះនឹងចេះស្ដាប់បង្កប់ឆាន់តាំងពីពេលណាទេអូក្រែងថាមិនស្ដាយក្រោយទេខំឲ្យដាក់ខ្ញុំឲ្យច្រើនតិចទៅខំទេប្រយ័ត្នខ្ញុំមានថ្មីពិតជាចង់មានថ្មីមែនទេត្រូវហើយអូខេខ្ញុំក៏ចង់មានថ្មីដែរមិនណាឆ្កួតប្តីសម្លាញ់អូនពាក់អានស្អាតអានេះអីស្អាតតាអេឡងដូចកូរ៉េហ្មងវៃបងប្អូនមកចាំងហើយនិយាយទៅអូនឯងមកនេះគឺថាបំពេញមុខមាត់ប្តីតែម្ដងអូនឯងដឹងអត់ដោយសារតាតិចទៀតហ្នឹងគ្រូជោគជ័យមកបរៀនបងដល់ទេហើយមកយកគ្រូជោគជ័យមកបរៀនបងចង់ខ្លាចជាអ្នកមានបងមិនចង់មានត្រឹមតែប៉ុណ្្នឹងទេបងចង់ខ្លាចទៅជាមហាសេដ្ឋីអត់ឯងយល់អត់អញ្ចឹងអូនឯងត្រូវរៀបចំខ្លួនធ្វើម៉េចឲ្យដូចជាប្រពន្ធមហាសេដ្ឋីអញ្ចឹងយល់ទេមើលបងមើលតិចមើលស្អាតហើយមើលសក់សក់ដូចអត់សូវក្អូបអូនឥឡូវចេះបងបានទិញសាប៊ូអាវ៉ាលីនឲ្យឯងគឺរូបមន្តមកពីប្រទេសកាណាដាអូនឯកទេសខាងព្យាបាលសក់ជ្រុះយ៉ាងមានប្រសិទ្ធភាពនេះអូនឯងឃើញអត់និយាយទៅអូនឯងយកទៅប្រើទៅដើម្បីបំពេញមុខមាត់ប្តីហើយអ្វីដែលពិសេសជាងនេះនោះគឺថាពេលដែលអូនឯងកក់ហើយធ្វើឲ្យក្លិនសក់របស់អូនឯងហ្នឹងក៏អូបជាប់ចិត្តតែម្ដងប្តីអូនល្អណាស់តោះអោបឲ្យមើលនិយាយទៅអូនឯងទៅកក់សក់ឲ្យក៏អូបមកដើម្បីមកវិញគ្រូជោគជ័យឃើញគាត់រឹតតែមានអារម្មណ៍រៀនបងអញ្ចឹងណាអូយអរគុណណាប្តីសម្លាញ់ទៅកក់សក់ឲ្យស្អាតមកជម្រាបសួរលោកគ្រូជម្រាបសួរបាទអូខេឥឡូវយើងមកជុំគ្នាអស់ហើយណាបាទជុំអស់ហើយគ្រូឥឡូវលោកគ្រូសូមហៅវត្តមានបន្តិចបាទចន្ទថាផាន់រងបាទលោកគ្រូអូខេមកណាបាទហេអញ្ចឹងកណ្ដឹងថ្ងៃនេះយើងនិយាយអំពីបាទមេរៀននេះគឺនិយាយពីជោគជ័យបាទលោកគ្រូបងអូនចង់ខ្លាចជាអ្នកជោគជ័យទេខ្ញុំចង់ខ្លាចជាមហាសេដ្ឋីលោកគ្រូចង់ខ្លាចជាអ្នកមានល្អបាទគឺមានឆន្ទៈនិងមានគេថា goal មួយខ្លាចជាមហាសេដ្ឋីក៏ល្អដែរបាទគ្រូបាទ millionaire គឺល្អណាស់អញ្ចឹងដើម្បីចង់ខ្លាយខ្លួនទៅជាសេដ្ឋីទី1យើងត្រូវម៉េចត្រូវធ្វើខ្លួនឲ្យដូចជាសេដ្ឋីអញ្ចឹងអូបាទនេះដល់ដូចលោកគ្រូអញ្ចឹងណាអូមានក្បាត់កមានអាវធំអញ្ចឹងទៅគ្រូបាទអូខេទី2ចាយលុយឲ្យដូចសេដ្ឋីអូចាយលុយដូចសេដ្ឋីទៀតហ្នឹងហើយបើចង់ខ្លាយជាមហាសេដ្ឋីចាយលុយដូចសេដ្ឋីចាយលុយឲ្យដូចសេដ្ឋីចុះលោកគ្រូអាចបង្ហាញបានទេថាលោកគ្រូចាយលុយមិនដូចសេដ្ឋីគ្រូមើលតានីលកាលោកគ្រូហ្នឹងណាបាទលោកគ្រូនីលកាអានេះដឹងតម្លៃវាប៉ុន្មានទេតម្លៃប៉ុន្មានលោកគ្រូ350អូ350ហេអូហើយចំណូលលោកគ្រូគឺ250ចំណូលលោកគ្រូ250បាទចង់មិនន័យថាលោកគ្រូចាយលើប្រាក់ខែបាត់ហើយអញ្ចឹងយើងរៀនចាយកាលណាពាក្យមួយគេថាចេះចាយទៅចេះរកមែនទេអូបាទចំណុចទី3ត្រូវមានលុយដូចមហាសេដ្ឋីត្រូវមានលុយដូចមហាសេដ្ឋីហ្នឹងហើយចុះលោកគ្រូឥឡូវមានលុយហ្នឹងអត់ទាន់មានទេចុះមិនបានលោកគ្រូបរៀនជោគជ័យនៅពេលដែលខ្ញុំបានលុយពីប្អូនមកខ្ញុំនឹងមានលុយហើយអូចឹងទេលោកគ្រូអូខេលោកគ្រូអញ្ចឹងខ្ញុំចង់ចូលបន្ទប់ទឹកបន្តិចលោកគ្រូអូខេចូលបាទចង់ខ្លាចទៅអ្នកមានអីទៀតចាស់ប៉ុណ្ណាប៉ុណ្ណីធំនិយាយផ្ទះឯងផងឯងនៅតែបន្ទប់ជួលសោះហ្នឹងគ្រូខ្ញុំអត់អូគាត់ចូលបន្ទប់ទឹកបាត់ហើយគាត់ចូលបន្ទប់ទឹកបាត់ទេអត់អីទេចាលោកគ្រូឈប់សិនមើលអីក្អូបមែនមើលកាត់អីក្អូបមែនមើលអូក្អូបសក់ទេតាបាញ់ទឹកអប់មែនសក់នេះអត់ទេខ្ញុំកក់សក់តែកក់សក់ហើយកក់សក់ពោម្លេះមើលឈប់សិនអីដូចអស់ចិត្តសោះវ៉េអូយក្អូបសក់នឹងមែនបាទធ្វើអីគេណងអូចេញអង្គុយលោកគ្រូធ្វើអីគេប៉ុនខ្ញុំអូមានតែធ្វើស្អីគាត់តែឆ្ងល់ក្លិនសក់គាត់ក៏អូបហើយមើលទៅលងភ្លឺបែបធម្មជាតិអញ្ចឹងអូលោកគ្រូពេញចិត្តជាមួយនឹងក្លិនសក់របស់ប្រពន្ធខ្ញុំហ្នឹងមែនត្រូវហើយអូត្រូវមុំមុនហ្នឹងខ្ញុំឲ្យគាត់ហ្នឹងតកក់សក់ជាមួយនឹងសាប៊ូអាវ៉ាលីនបាទសាប៊ូកក់សក់អាវ៉ាលីនហ្នឹងគឺរូបមន្តមកពីប្រទេសកាណាដាហើយមិនតែប៉ុណ្ណោះពេលដែលកក់ឲ្យធ្វើឲ្យសក់របស់គាត់ហ្នឹងមានក្លិនក្រអូបជាប់ចិត្តតែម្ដងអញ្ចឹងលោកគ្រូជាប់ចិត្តមួយនឹងសក់ប្រពន្ធខ្ញុំហ៎មិនមែនទេខ្ញុំគ្រាន់តែក្លិនអញ្ចឹងខ្ញុំស្នុកចែទិញមកដបទៅយកទៅឲ្យប្រពន្ធខ្ញុំប្រើដែរបើនិយាយពីសក់ប្រពន្ធខ្ញុំវិញគឺថាកាញ៉ាញ់ហើយក៏ទ្រីងក៏ទ្រឿងដូចអាដេញណែចំបើងខែប្រាំងយ៉ាងស្ងួតរឿងហើយបែកចុងមិនត្រឹមបែកចុងសក់នោះចង់បែកស្លុយទៀតអូសក់ចេះបែកស្លុយដែរគ្រូឥឡូវចេះទៅប្រើដូចប្រពន្ធខ្ញុំហ្មងទៅខ្ញុំឲ្យគាត់ប្រើសាប៊ូកក់សក់អាវ៉ាលីនហ្នឹងគឺល្អប្រើណាស់
អ្នកឯកទេសព្យាបាលសក់ជ្រុះដូចជាសក់លាបពណ៌សក់ដូចចម្បាំងអីផ្សេងៗហ្នឹងគឺពេលដែលយើងកក់សក់ជាមួយនឹងសាប៊ូហ្នឹងហើយគឺថាធ្វើឲ្យសក់របស់យើងហ្នឹងស្អាតហើយមានក្លិនក្រអូបតែម្ដងឈើ អូអានេះអញ្ចឹងចាំឈើទិញមកដបឲ្យតែប្រពន្ធឈើប្រើដែរ អត់អីទេចាំខ្ញុំយកឲ្យហ្មងទៅខ្ញុំទិញ2ប្រអប់ដែរតាខ្ញុំជូនឈើតែម្ដងនេះខ្ញុំទិញយកមកប្រើច្រើនដែរតាទិញឲ្យប្រពន្ធខ្ញុំហ្មងនេះគឺមួយប្រអប់នេះតា$15ទេហើយនៅក្នុងមួយប្រអប់នេះគឺមាន2មានបន្ទន់ហើយនិងមានកក់ អូបាទជូនឈើជាកាដូហ៎ អត់ទេ ហ៎ កាត់កងគ្នាថ្លៃបរិញ្ញាបត្រវគ្គជោគជ័យ អូខែហ្នឹងហ៎ បាទខែហ្នឹង អូគេណាឲ្យតែបានរៀនជាមួយលោកគ្រូគេណាកំណត់ business គ្រប់បែបយ៉ាងបាទអរគុណណាឈើ យ៉ាងអរគុណណា បាទ ហ្នឹងយើងជោគជ័យប៉ុណ្ណឹងសិនបានណា អូខេ អេចាមានហ្មងឈើបងប្អូនទាំងអស់គ្នាដឹងអត់ Avalin គឺជាសាប៊ូកក់សក់ដែលមានរូបមន្តមកពីប្រទេសកាណាដាឯកទេសព្យាបាលសក់ជ្រុះយ៉ាងមានប្រសិទ្ធភាពណាបងប្អូនជាពិសេសនោះគឺសម្រាប់អ្នកដែលមានបញ្ហាសក់ខូចខ្លាំងសក់បែកចុងកទ្រីងកទ្រើងអីចឹងណាគឺបងប្អូនអាចងាកមកប្រើជាមួយនឹងសាប៊ូកក់សក់ Avalin នេះបានហើយចំពោះក្លិនវាវិញបងប្អូនហ៊ានធានាថាកក់ហើយក៏អូបជាប់ចិត្តតែម្ដងហើយអ្វីដែលពិសេសនោះគឺថាមួយឈុតតម្លៃត្រឹមតែ$15តែប៉ុណ្ណោះគឺយើងមានកក់មួយហើយនឹងបន្ទន់មួយចំណុះវាគឺ500មីលីលីត្រណាបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចង់ក្លាយជាតំណាងចែកចាយនិងកាត់ស្តុកសាប៊ូកក់សក់ Avalin នេះយកទៅលក់បន្តបងប្អូនអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទលេខ Telegram ឬមួយក៏ Page នៅខាងក្រោមនេះណាបងប្អូន